ជំងឺមីក្រែនគឺជាជំងឺប្រព័ន្ធប្រសាទដែលពេញនិយមខ្លាំងណាស់ហើយវាកំពុងក្លាយជារឿងធម្មតាឡើងនៅសប្តាហ៍ថ្ងៃនេះដោយសារវិធីសាស្ត្ររស់នៅរវល់របស់យើងតែផ្ដល់ពេលវេលាឲ្យយើងតិចតួចណាស់ក្នុងការសម្រាកទាំងផ្នែករាងកាយនិងផ្នែកផ្លូវចិត្តជំងឺមីក្រែនគឺជាអាការៈដែលអាចព្យាបាលបានពេញលេញពីទស្សនៈជាក់ស្ដែងដើម្បីធ្វើដូច្នោះយើងគួរតែចាត់ទុកជំងឺមីក្រែនជាអាការៈនៃវិធីសាស្ត្ររស់នៅមិនល្អជាជំងឺមិនមែនជាជំងឺរឿងមូលដ្ឋានសាមញ្ញដែលអ្នកត្រូវធ្វើប្រសិនបើអ្នកមានជំងឺមីក្រែនគឺអ្នកគួរតែប្រាកដថាអ្នកចូលគេងនៅពេលយប់ពេលវេលាហូបអាហារពេលល្ងាចតែល្អបំផុតគឺម៉ោង 7:30 យប់ពេលវេលាដែលល្អបំផុតដែលទូរស័ព្ទឆ្លាតទូរទស្សន៍កុំព្យូទ័រអំពូលភ្លើងត្រូវបិទគឺម៉ោង 8:30 ហើយអ្នកគួរតែចូលគេងនៅម៉ោង 9:00 អ្នកអាចចូលគេងនៅម៉ោង 9:30 ឬអ្នកអាចចូលគេងនៅម៉ោង 3:30 អ្វីនោះមិនសំខាន់ទេពេលវេលាដែលត្រឹមត្រូវដែលអ្នកចូលគេងគឺនៅក្នុងដៃអ្នកពេលដែលការគេងមកដល់ជាក់ស្ដែងវាស្ថិតនៅក្នុងដៃរបស់ព្រះប៉ុន្តែអ្នកគួរតែប្រាកដថាអ្នកចូលគេងតាមពេលវេលាសូមប្រាកដថាអ្នកទទួលអាហារតាមពេលវេលាបរិមាណអាហារមិនសំខាន់ទេប៉ុន្តែសូមប្រាកដថាវាមកតាមពេលវេលាព្រោះការទ្រីរីនិងការអត់ឃ្លានខ្លួនឯងគឺជាការបង្កម៉ៃក្រែនយ៉ាងធ្ងន់ធ្ងរគឺជាការជៀសវាងសារធាតុជំរុញដូចជាកាហ្វេនិងតែកាហ្វេតែសូកូឡាស្រាជូបារីប៉ាន់គុតខាខៃនីតូបានិងផលិតផលតម្បាក់ទាំងអស់ស៊ូប៉ារ៉េអ្វីទាំងអស់គឺជាការបង្កម៉ៃក្រែនយ៉ាងអាក្រក់ហើយជៀសវាងការស្ដាប់សំឡេងខ្លាំងតន្ត្រីខ្លាំងការផ្ដល់យោបល់របស់ខ្ញុំគឺជៀសវាងការប្រើការស្ដាប់ទាំងស្រុងប្រសិនបើអ្នកជាមនុស្សមានម៉ៃក្រែនជៀសវាងការពាក់ទឹកអប់ខ្លាំងជៀសវាងអាការបាដីឬដំបូងធូបនិងសារធាតុផ្សេងដែលបង្កើតក្លិនខ្លាំងហើយជំហានចុងក្រោយគឺទទួលថ្នាំជាប្រចាំដូច្នេះប្រសិនបើការទទួលខុសត្រូវក្នុងការព្យាបាលម៉ៃក្រែនត្រូវបានទទួលយកដោយពេញលេញដោយអ្នកជំងឺម៉ៃក្រែនអាចត្រូវបានព្យាបាលប្រសិនបើអ្នកគិតថាម៉ៃក្រែនអាចត្រូវបានព្យាបាលតែដោយថ្នាំមួយចំនួនហើយបើទោះជាវេជ្ជបណ្ឌិតឯកទេសប្រសើរប៉ុណ្ណាក៏ដោយអ្នកនឹងមានការខកចិត្តដូច្នេះម៉ៃក្រែនគឺជាជំងឺមួយលើសពីជំងឺវាគឺជាអាការៈនៃជីវិតដែលមិនល្អនោះគឺជាកន្លែងដែលការព្យាបាលចាប់ផ្ដើមហើយប្រសិនបើជីវិតល្អការងាររបស់ខ្ញុំคล้ายជាងាយស្រួលហើយនៅពេលដែលការងាររបស់ខ្ញុំងាយស្រួលអ្នកនឹងទទួលបានការព្យាបាលរបស់អ្នកឆាប់បំផុត